để côn miền ốc ca ban mọ ông quay tin đi ban mọc sạc xa đến sốt miền khó ai sủng liệp bầm pẹ là o đại xa tay lục ở bục nạm mà đái không prăng lẹ băng cầm lăng cai chất nè nhớ chiêm đầm bay côn sang đại caរបស់លោកគ្រូវិន័យមនីភិរដ្ឋទេពនោចានាងខ្ញុំសូមគោរពអនុញ្ញាតក្រាបថ្វាយបង្គំនិមន្តដែលដេចគុណដើម្បីមានសង្ឃដីកាដល់អង្គពិធីទាំងមូលចាសូមក្រាបបង្គំនិមន្តស្អាតហើយជាបឋមទូព្រះបង្គំខ្ញុំបកណាសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លានមស្ការចំពោះកណាងគុណចាស់ជាធិបតីក្នុងអង្គពិធីហើយចម្រើនពរដល់អាជ្ញាធរដែនដីមានលោកមេឃុំជាធិបតីនិងសហការីក៏ដោយសេចក្តីរាប់អានគ្រប់គ្នាដែលជាពិសេសសូមចម្រើនពរដល់លោកគ្រូនាយកសាលាអនុវិទ្យាល័យស្វាយផ្អែមលោកគ្រូនាយកសាលាបឋមសិក្សាហ៊ុនសែនស្វាយផ្អែមដោយសេចក្តីរាប់អានចម្រើនពរដល់លោកគ្រូអ្នកគ្រូគ្រប់រូបទាំងអស់ដោយសេចក្តីរាប់អានផងដែរហើយធ្វើសេចក្តីរាប់អានដល់បងប្អូនទាំងអស់គ្នាអ្នកសិស្សានុសិស្សទាំងអនុវិទ្យាល័យអ្នកទាំងបឋមដោយសេចក្តីរាប់អានគ្រប់គ្នាអ្នកសុខសប្បាយជាទេបងអូនសុខសប្បាយទាំងអស់គ្នាទេណាហើយស្ងាត់ទាំងអស់គ្នាណាបើសិនជាអាចដៃហ្នឹងកុំឲ្យទំនេរតាណាដៃយើងធ្វើម៉េចពេលស្ដាប់ប្រសងយើងធ្វើម៉េចណានេះគឺជាទំពាំងស្នងឫស្សីណាពាក្យថាទំពាំងបានន័យថានៅខ្ចីមែនទេប្រសងត្រឹមណាទំពាំងគឺនៅខ្ចីប៉ុន្តែទំពាំងគឺអាចស្នងឫស្សីបានឫស្សីហ្នឹងប្រៀបបានដូចជាលោកគ្រូអ្នកគ្រូណាលោកអ៊ំពូមីងគាត់វ័យចាស់ជរាទៅគឺមានប្អូនក្មេងៗហ្នឹងហើយគឺជាអ្នកស្នងបន្តពីលោកគ្រូអ្នកគ្រូទៅតែថ្ងៃមុខទៅបងប្អូននឹងคลายទៅជាអ្នកដឹកនាំនឹងคลายទៅជាគ្រូបង្រៀនណាចង់คลายជាគ្រូទេមើលអ្នកណាចង់คลายជាលោកគ្រូខ្លះបាទលើកដៃលើកដៃណាបងប្រុសណាចង់ធ្វើគ្រូលោកគ្រូណាលោកគ្រូតិចហ្នឹងលោកគ្រូធ្វើម៉េចបានជំនួសគ្រូសមីគ្រូខំបានអញ្ចឹងណាមើលអ្នកគ្រូម្ដងណាអ្នកគ្រូលើកឲ្យខ្ពស់តិចអ្នកគ្រូអ្នកគ្រូច្រើនជាងលោកគ្រូណាចង់ធ្វើប៉ូលីសណាធ្វើប៉ូលីសចង់ធ្វើអីចង់ធ្វើទាហានមានទាហានណាទាហានច្រើនណាក្លាហានចង់ធ្វើទាហានណាចង់ធ្វើគ្រូពេទ្យគ្រូពេទ្យច្រើនជាងនឹងគ្រូពេទ្យច្រើនហ្នឹងហើយមិនសាធុដល់គ្រូនេះគឺជាទំពាំងហៅថាទំពាំងស្នងឫស្សីបងប្អូនទាំងអស់គ្នាសពថ្ងៃនេះកំពុងតែក្រេបទទួលយកនៅចំណេះដឹងពីលោកគ្រូអ្នកគ្រូដែលលោកខំប្រឹងព្យាយាមលះបង់គ្រប់សពបែបយ៉ាងទាំងអស់ដើម្បីឲ្យបងប្អូនបានចំណេះដឹងគឺគ្រូខំប្រឹងប្រែងជាពិសេសលោកគ្រូអ្នកគ្រូនឹងអត់ធ្មត់ណាស់ប្រឹងប្រែងណាស់ដើម្បីបង្រៀនឲ្យបងអូនចេះជាពិសេសគ្រូបឋមណា
ណែគ្រូបឋមគឺចាប់ដៃឲ្យប្អូនសរសេរណាតម្រាំតបានចេះកខកខងហ្នឹងគឺពិបាកណាលោកគ្រូអ្នកគ្រូបឋមអញ្ជើញមកទាំងអស់គ្នាដែរថ្ងៃនេះហ្នឹងហើយអញ្ចឹងហើយគឺប្អូនទាំងអស់គ្នាអនាគតទៅនៅពេលដែលយើងធំទៅណាគប្បីដឹងគុណសាលារៀនតើណាដឹងគុណសាលារៀនដឹងគុណលោកគ្រូអ្នកគ្រូដែលជាអ្នកជួយបណ្ដុះបណ្ដាលណាសាបព្រោះឲ្យយើងនឹងคลายទៅជាពូជល្អคลายទៅជាកូនល្អคลายទៅជាសិស្សល្អហ្នឹងក៏បីដឹងគុណសាលាដឹងគុណលោកគ្រូអ្នកគ្រូបើមិនបានជួយតបស្នងអីសាលាទេក៏យើងត្រឹមដឹងថាសាលានេះជាសាលារបស់ខ្ញុំជាកន្លែងដែលខ្ញុំធ្លាប់រៀនស្ដាប់បានណាស្ដាប់បានណាណាស្ងាត់ទាំងអស់គ្នាណាស្ដាប់មើលតែសួរអត់ចេះរឿងអញ្ចឹងទៅដឹងគុណសាលាដឹងគុណលោកគ្រូអ្នកគ្រូស្ដាប់បង្គាប់ស្ដាប់បង្គាប់គ្រូណាដោយលោកគ្រូខំអីតែមិនស្ដាប់កញ្ញហើយណាមើលណាគេធ្លាប់ត្រូវកញ្ញខ្លះណាអូឥឡូវគ្មានទេព្រះអង្គហើយឥឡូវអត់មានទេឥឡូវឈប់កាចទេលោកគ្រូណាអញ្ចឹងទៅប្រឹងប្រែងណាកុំចាំបាច់លោកគ្រូដាក់អាជ្ញាអីយើងប្រឹងប្រែងទាំងអស់គ្នាហើយមួយទៀតក៏បីដឹងគុណអ្នកណាតម្រាំតែយើងមានមកដល់ថ្ងៃនេះដឹងគុណអ្នកណាឪពុកម្ដាយណាពុកម៉ែគឺជាព្រះរស់ណាពុកម៉ែគឺជាបេះដូងរបស់កូនណាពុកគឺជាសសរទ្រូងនៃគ្រួសារដែលប្រឹងប្រែងគ្រប់សពបែបយ៉ាងទាំងអស់ដើម្បីកូនអញ្ចឹងហើយដែលកូនមានឱកាសបានមកអង្គុយទីនេះបានមកសិក្សារៀនសូត្រមានខោអាវសម្លៀកបំពាក់ល្អដោយសារតែលោកឪពុកអ្នកម្ដាយខំប្រឹងលះបង់កម្លាំងកាយចិត្តណាញើសឈាមដើម្បីកូនអញ្ចឹងត្រូវប្រឹងប្រែងកុំឲ្យពួកគាត់ខកចិត្តតើណាបងស្ដាប់បានទេស្ដាប់បានទេណាចឹងត្រូវដឹងគុណលោកឪពុកអ្នកម្ដាយស្ដាប់បង្គាប់ចង់ឲ្យកូនទៅជាកូនល្អណាឪពុកម្ដាយប្រឹងណាស់ម្យ៉ាងវិញទៀតកូនទាំងអស់គ្នាត្រូវដឹងគុណសាសនាណាទាំងអស់គ្នាយើងកាន់សាសនាអីណាព្រះពុទ្ធសាសនាបើគេសួរថាប្អូនកាន់សាសនាអ្វីណាប្អូនកុំខ្លាចនឹងឆ្លើយប្រាប់គេថាខ្ញុំកាន់សាសនាព្រះពុទ្ធសាសនាព្រះពុទ្ធមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជាទីពឹងទីរលឹកនៃយើងគ្រប់គ្នាណាអញ្ចឹងយើងត្រូវគោរពបូជាព្រះពុទ្ធណាបងប្អូនត្រូវចេះណាថ្វាយបង្គំព្រះណាចូលវត្តចូលវិហារអីហាមពាក់ស្បែកជើងឡើងណាត្រូវគោរពណាពុទ្ធពធប្រសង់ពេលឃើញប្រសង់អញ្ចឹងយើងចេះសំពះតើណាជួបនៅកន្លែងណាក៏ដោយត្រូវចេះសំពះជួបលោកគ្រូអ្នកគ្រូក៏ដូចគ្នាពុទ្ធសាសនាដឹងគុណនៅពងដាយម៉ែឪទៀតគ្រូស្រីប្រុសណាលោកគ្រូអ្នកគ្រូស្រីប្រុសណាលោកគ្រូអ្នកគ្រូអីមួយទៀតឪពុកម្ដាយមួយទៀតនៅមួយទៀតដឹងគុណអីគេព្រះសង្ឃសាលារៀនណាសាលារៀនអរគុណផ្ទះដៃអបអរសាទរមួយ
ណាបងអូនក្លាហានណាស់អញ្ចឹងយើងទី1ត្រូវដឹងគុណឪពុកម្ដាយទី2លោកគ្រូអ្នកគ្រូទី3សាលារៀនទី4ព្រះពុទ្ធសាសនាជាសាសនារបស់យើងគ្រប់គ្នាទះដៃអបអរសាទរមួយទៀតណាអរគុណណាស់បងអូនក្លាហានណាចូលទៅកន្លែងសិនហ្នឹងហើយអរគុណណាឃើញគេក្លាហានណាត្រៀមចាំឆ្លើយមួយទៀតណាស្ដាប់ណាហើយបើអត់ស្ដាប់ទេឆ្លើយអត់ត្រូវទេឆ្លើយអត់ត្រូវទេដើម្បីคลายទៅជាសិស្សពូកែដើម្បីคลายទៅជាសិស្សពូកែចង់ដឹងទេយើងធ្វើម៉េចចង់ដឹងទេអង្គនៃអ្នករៀនមាន4យ៉ាងស្ដាប់ឲ្យតាន់ទី1សុចេបុលិ4យ៉ាងណាសុហ្នឹងប្រែថាស្ដាប់សុតៈឥឡូវស្ដាប់ហ្នឹងស្ដាប់អីខ្លះអ្នករៀនចាបដាជគុណស្ដាប់គឺស្ដាប់គ្រូពន្យល់ស្ដាប់ឪពុកម្ដាយស្ដាប់ព្រះសង្ឃណាពេលម៉ោងសិក្សាឥឡូវបដោតពេលម៉ោងសិក្សាគូស្ដាប់មិនខ្លះស្ដាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀនអូខេត្រឹមត្រូវទី2ចេចិត្តៈណាចិត្តៈហ្នឹងប្រែមកថាគិតណាចិត្តណាឥឡូវនៅពេលដែលយើងស្ដាប់លោកគ្រូអ្នកគ្រូហើយយើងយកមកធ្វើម៉េចស្ដាប់លោកគ្រូអ្នកគ្រូហើយយើងត្រូវយកមករៀនបន្ថែមហ្នឹងហើយធ្វើលំហាត់ណាគិតឲ្យបានត្រឹមត្រូវទី3បច្ឆាវិសច្ចនីណាបច្ឆាហ្នឹងគឺសាកសួរបន្ទាប់ពីយើងស្ដាប់ហើយយើងគិតយើងយល់ឬក៏មិនទាន់យល់យើងត្រូវសួរលោកគ្រូអ្នកគ្រូណាទី4លិគឺលិខិតកត់ត្រាអញ្ចឹងត្រូវកត់ចំណាំបើសិនបើរៀនអត់យកសភៅមកកត់ទេចេះហ៎អត់ចេះណាចាណាដឹងចម្លើយច្បាស់ហើយត្រូវកត់ទុកបើសិនជាអត់កត់ទុកទេឆាប់ភ្លេចអញ្ចឹងអង្គរបស់អ្នករៀនមាន4យ៉ាងនេះទះដៃអបអរសាទរមួយណាអរគុណបងអូនស្រីណាហ្នឹងមិនហៅថាសិស្សឆ្លាតទោះបីថាយើងមិនទាន់បានយល់សេចក្តីគ្រប់ទាំងអស់មែនប៉ុន្តែណាយើងក្លាហានឥឡូវសូមបងប្អូនខាងបឋមថ្នាក់ទី6ឥឡូវណាមានទេណាអញ្ចឹងតើតែលោកគ្រូអ្នកគ្រូទាំងបឋមទាំងអនុត្រូវពង្រឹងណាឲ្យបងប្អូនស្គាល់អ្វីជាព្រះពុទ្ធសាសនាគេហៅថាទំពាំងស្នងឫស្សីស្នងចេញពីណាគឺពីក្មេងទៅនឹងហើយរៀនថាវត្តៃថ្នាក់ទី5ថ្នាក់ទី8នៅភូមិណាភូមិវត្តឯងបាត់ជាពិសេសណាស់បងទី1មិនឆ្លើយបានភាសាខ្មែរតើការតែភាសាខ្មែរតែបងវត្តៃឆ្លើយបានទាំងភាសាបាលីនិង
សម្រាប់វិទ្យាសាស្ត្រខ្មែរពិតជាពូកែណាស់អរគុណថាតាមវិទ្យានេះគឺជាជំនឿក្នុងវិស័យពិតប្រាកដណាស់ដែលមកលើប្រធានបទជំនឿក្នុងវិស័យខាងដើមនេះដើម្បីតបញ្ជាក់ឲ្យឃើញថាបងប្អូនគឺជាកុមារមិនត្រឹមតែជាកុមារទេនឹងឈានទៅជាយុវជនយុវតីល្អនឹងខ្លាយទៅជាពលរដ្ឋល្អនឹងខ្លាយទៅជាអ្នកកណ្ដាលល្អក្នុងសង្គមតាមរយៈការរៀននៅចំណេះដឹងសូមអបអរសាទរអរគុណណាស់ដែលចូលទៅកន្លែងសិនអរគុណពិតជាច្រើនណាស់ពូកែណាស់ចឹងលោកគ្រូលើកឡើងបញ្ហាជាច្រើនពីចុងក្រោយចង់សរសើរដល់បងប្អូនទាំងអស់គ្នាថាពិតជាខ្លាចនិងពូកែសម្រាប់អ្នកខ្លាចនិងពូកែចឹងបើបងប្អូនចង់ខ្លាចនិងចង់ពូកែដូចគេត្រូវប្រឹងប្រែងស្ដាប់និងសិក្សារៀនសូត្រតែបើចង់ឲ្យខ្លាចណាពូកែនិយាយជានិយាយត្រូវតែខ្លាចណាឡើងបកស្រាយចំនួនក្នុងថាខ្លាចអីពេលលោកគ្រូអ្នកគ្រូសួរដែលឡើងក្រោយមានក្រោយចឹងត្រូវខ្លាចណាទាំងអស់គ្នាខុសដល់ត្រូវដល់កុំលោកខ្លាចតែពេលខុសលោកគ្រូអ្នកគ្រូគឺកែតែពេលត្រូវមិនកែយើងគឺអបអរថានេះជាមោទកភាពប្រាជ្ញាជាសាស្ត្រលោកនេះសូមអនុមោទនាហើយចឹងការលើកឡើងរបស់សត្វអាត្មាជីវិតប៉ុណ្ណេះហើយចុងក្រោយក៏បានអរគុណដល់លោកគ្រូនាយកសាលាលោកវិទ្យាល័យប្រធានលោកគ្រូនាយកសាលាបឋមសិក្សាខេត្តបាត់អែមប្រធានលោកខាលេខធំនិងលោកលេខធំប្រធានលោកគ្រូអ្នកគ្រូសហការីគ្រប់រូបទាំងអស់តែបងប្អូនដែលបានអញ្ជើញមកចូលរួមបានប្រវេសនការសិក្សាឆ្នាំសិក្សាថ្មី2025-2026ជាសាលាអនុវិទ្យាល័យខេត្តកែបយើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យក្តីសុខស្ដីគ្រប់ប្រការចម្រើនចម្រើនការងារដល់លោកគ្រូអ្នកគ្រូល្អពូមីបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនទុកបីជាដើមបន្ថែមមួយទៀតមុននឹងបញ្ចប់ទៅត្រឹមនៅសមិទ្ធផលនៅក្នុងសាលាអនុវិទ្យាល័យបែបឯយើងប្រងទាំងសាលាបឋមសិក្សានៅឆ្នាំសិក្សាថ្មីនេះលោកគ្រូសន្យាថានឹងមានជាទីខោសម្ភារៈសិក្សាជូនបងប្អូននៅចន្លោះខែមួយអនុវិទ្យាល័យយើងប្រមាណហើយគ្រូប្រមាណហើយណាខាងទៅប្រមាណហើយហើយបើពីហើយទៅ6រៀលហើយសាលាបឋម600នេះជាយ៉ាងត្រូវទាំងអស់សូមចិត្តលោកស្វានេះដែរចឹងនឹងជួបគ្នាម្ដងទៀតនៅចន្លោះខែមួយណាតាមទូទៅទូនេះណាតាមទូទៅតែអត់ទេអាការខ្លាយបាទតាមទូនេះទេណាហ្នឹងមិនបានតែអត់ទេហើយចឹងអរគុណណាអរគុណដែលជួបគ្នាម្ដងទៀតនៅកម្មវិធីបន្តគុណធម៌អប់រំតាមបែបពុទ្ធសាសនានិងកែខំរក្សានៅពេលខាងមុខសូមអរគុណនិងសូមអរគុណសូមក្រាបអរគុណអរគុណដល់ព្រះគ្រូដែលបានរៀនសាស្ត្រការហើយជាអរគុណសិក្សាវិទ្យាល័យដែលជាប្រធានផ្នែកវិទ្យាក្នុងខេត្តអង្គរជា